ជំងឺផ្លូវទឹកប្រមាត់និងផ្លូវទឹកលំពែងមានអាការៈឈឺនៅផ្នែកចុងដង្ហើមនិងផ្នែកខាងស្ដាំខាងលើនៃពោះដែលវាអាចច្រឡំជាមួយនឹងជំងឺរលាកក្រពះទូទៅធម្មតាជំរាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់គេហទំព័រអេគីបវីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែចែករំលែកនៅព័ត៌មានទាក់ទងនឹងសុខភាពបងប្អូនប្រជាពលរដ្ឋដោយថ្ងៃនេះមានការអញ្ជើញចូលរួមពីលោកវិជ្ជបណ្ឌិតលីគឹមឈុនឯកទេសផ្នែកថ្លើមក្រពះពោះវៀនឬដងបាតនិងអន្តរាគមន៍អង់ដូស្កូពិកអញ្ជើញចូលរួមចែករំលែកក្រោមប្រធានបទការចាប់យកគ្រោះចេញពីផ្លូវទឹកប្រមាត់និងផ្លូវទឹកលំពែងដោយបច្ចេកទេស ERCP ដូច្នេះសូមអញ្ជើញជួបជាមួយនឹងលោកវិជ្ជបណ្ឌិតទាំងអស់គ្នាជំរាបសួរលោកវិជ្ជបណ្ឌិតចាអញ្ចឹងចង់ឲ្យលោកវិជ្ជបណ្ឌិតបញ្យល់ក៏ដូចជាឲ្យនិយមន័យថាតើអ្វីទៅគឺជា ERCP ដែលអានេះជាពាក្យភាសាបច្ចេកទេសអញ្ចឹងចង់ថាតើជាភាសាខ្មែរយើងមានន័យដូចដែរចាបាទ ERCP ដែលជាពាក្យពេញមកពីពាក្យ Endoscopic Retrograde Cholangiopancreatography និយាយស្រួលស្ដាប់គឺជាបច្ចេកទេសកម្រិតខ្ពស់មួយនៃ Endoscopy ដែលអាចឆ្លុះចូលធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅផ្លូវទឹកប្រមាត់និងផ្លូវទឹកលំពែងចាអញ្ចឹងចង់គោរពសួរលោកវិជ្ជបណ្ឌិតមួយវិញទៀតថាតើ ERCP ប្រព្រឹត្តទៅដោយវិធីណាហើយនឹងមួយវិញទៀត ERCP គួរធ្វើនៅពេលណាដែរចាបាទអរគុណសម្រាប់សំណួរERCP គឺជាប្រតិបត្តិការមួយដូចទៅនឹងការសុំក្រពះដែលយើងមានម៉ាស៊ីនអង់ដូស្កូបដែលបំពាក់កាមេរ៉ានៅនឹងចំហៀងអង់ដូស្កូបចូលតាមមាត់តាមបំពង់អាហារក្រពះទៅដល់ពោះវៀនតូចកង់ទី2ហើយយើងមានឧបករណ៍ចូលទៅក្នុងផ្លូវទឹកប្រមាត់ឬផ្លូវទឹកលំពែងដោយការមើលពីម៉ាស៊ីន fluoroscope ERCP ត្រូវប្រព្រឹត្តទៅសម្រាប់អ្នកជំងឺទី1នៅពេលដែលគាត់មានជំងឺរលាកផ្លូវទឹកប្រមាត់ស្រួចស្រាលដោយមានគ្រោះស្ទះឬក៏មានដុំសាច់នៅក្នុងផ្លូវទឹកប្រមាត់ទី2អ្នកជំងឺដែលមានជំងឺរលាកលំពែងដោយគ្រោះនៅក្នុងផ្លូវទឹកប្រមាត់ដែលជាភាសាបរទេសគេហៅ Gastropancreatitis ទី3គឺការព្យាបាលផលវិបាកនៃជំងឺរលាកលំពែងរ៉ាំរ៉ៃទី4គឺជាការព្យាបាលសម្រន់នៃអ្នកជំងឺមានដុំមហារីកនៅផ្លូវទឹកប្រមាត់ឬដុំមហារីកលំពែងទី5គឺការព្យាបាលការរួមតូចខុសធម្មតានៃផ្លូវទឹកប្រមាត់ឬផ្លូវទឹកលំពែងចាអញ្ចឹងជាចុងក្រោយចង់គោរពសួរលោកវិជ្ជបណ្ឌិតដែរថាតើអត្ថប្រយោជន៍របស់ ERCP នឹងមានអ្វីខ្លះហើយនឹងជាចុងក្រោយដូចគ្នាថាតើលោកវិជ្ជបណ្ឌិតមានជាសារផ្ដាំផ្ញើអ្វីទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរចាបាទជារួម ERCP មានអត្ថប្រយោជន៍ពីរធំៗទី1គឺការធ្វើរោគវិនិច្ឆ័យការធ្វើរោគវិនិច្ឆ័យគឺជាការធ្វើរោគវិនិច្ឆ័យទៅលើការមានគ្រោះនៅក្នុងផ្លូវទឹកប្រមាត់ឬផ្លូវទឹកលំពែងនិងអាចចាប់យកកោសិកាដើម្បីធ្វើរោគវិនិច្ឆ័យទៅក្នុងការវិភាគសាច់មហារីកទី2គឺដើម្បីព្យាបាលក្នុងការចាប់យកគ្រោះចេញឬក៏ដាក់បំពង់បង្ហូរក្នុងផ្លូវទឹកប្រមាត់ជាសារផ្ដាំផ្ញើជាទូទៅជំងឺផ្លូវទឹកប្រមាត់និងផ្លូវទឹកលំពែងមានអាការៈឈឺនៅផ្នែកចុងដង្ហើមនិងផ្នែកខាងស្ដាំខាងលើនៃពោះដែលវាអាចច្រឡំជាមួយនឹងជំងឺរលាកក្រពះទូទៅធម្មតាដូច្នេះសូមអញ្ជើញមកជួបគ្រូពេទ្យដែលមានជំនាញផ្នែកនេះដើម្បីធ្វើរោគវិនិច្ឆ័យដើម្បីជៀសវាងកុំឲ្យមានផលវិបាកធ្ងន់ធ្ងរចាដូច្នេះសូមគោរពអរគុណលោកវិជ្ជបណ្ឌិតផងដែរដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញក្នុងកិច្ចសម្ភាសន៍នេះដូច្នេះពីអេគីបវីដេអូសុខភាពថ្ងៃនេះអនុញ្ញាតសូមអរគុណសូមគោរពលា